ចាបងប្អូនថ្ងៃនេះគឺយើងបានជាមួយនឹងស្ងោរម្រះហើយស្ងោរម្រះនេះញ៉ាំហើយគឺតិចជាងស្ងោរតឡាយទៀតបងប្អូនវាគឺវិញល្វីងនៅពេលដែលយើងញ៉ាំហើយនិយាយថាសាច់យើងគឺតិចស្រេតែម្ដងជាមួយនឹងស្ងោរម្រះបងប្អូនហើយតេតងមួយស្ងោរម្រះថ្ងៃនេះគឺខ្ញុំញាត់តែជាមួយនឹងសាច់ឈោកចាជាមួយនឹងសាច់ខ្ទឹមអីទេតែប៉ុណ្្នឹងអីចឹងណាបងប្អូនចាមានប៊ីចេងមានស្ករមានទឹកត្រីមកហើយក្នុងវីដេអូនេះគឺខ្ញុំអត់បានបង្ហាញទេប៉ុន្តែខ្ញុំជំរាបជូនបងប្អូនប៉ុណ្្នឹងចឹងណាចាចឹងសម្រាប់មុខម្ហូបនេះគឺងាយស្រួលក្នុងការធ្វើខ្លាំងមែនតើហើយស្ងោរម្រះដែលឆ្ងាញ់បងប្អូនដឹងអត់គឺត្រូវតែស្ងោរឲ្យបានយូរចាបង្ងស់ឲ្យបានយូរចាទើបម្រះរបស់យើងឆ្ងាញ់ចាស្ងោរកាន់តែយូរម្រះកាន់តែស្វិតកាន់ណាម្រះកាន់តែស្វិតណាចាម្រះហ្នឹងគឺកាន់តែឆ្ងាញ់កាន់តែផុយកាន់តែឆ្ងាញ់ហើយនៅពេលដែលវាស្វិតពេលដែលវាផុយចាអាជាតិល្វីងហ្នឹងគឺវាអត់សូវមានទេបងប្អូនចាចំបីតាកូនបើរបស់ខ្ញុំហ្នឹងក៏ចេះញ៉ាំជាមួយនឹងស្ងោរម្រះដែរហើយបើនិយាយពីថាអូនស្រួលស្ដីវិញណាគាត់ញ៉ាំស្ងោរម្រះគាត់ថាអូនម៉ាក់ឆ្ងាញ់ណាចាយំទៅឲ្យតែស្ងោរបងប្អូនចាយើងគេហៅថាស្ងោរនេះគឺខ្ញុំស្ងោរពីល្ងាចហើយខ្ញុំទុកញ៉ាំពេលផឹកចឹងណាបងប្អូនចាំពេលថ្ងៃអីចឹងទៅពេលល្ងាចខ្ញុំស្ងោរឲ្យមកឆ្អិនចឹងទៅព្រលឹមឡើងគឺខ្ញុំដាក់ម៉ាំពុះពីពុះទៀតហើយតែពេលថ្ងៃដាក់ម៉ាំពុះពីពុះទៀតបងប្អូនអើយនិយាយថាសាច់ម្រះរបស់យើងនឹងឡើងទន់ល្មួតចាហើយស្ងោរម្រះហ្នឹងគឺត្រូវប្រើពេលវេលាត្រូវប្រើភ្លើងអស់ច្រើនតិចចាចូលស្ងោរម្រះដែលឆ្ងាញ់ណាបងប្អូនតើផ្ងំទុករៀងយូរចឹងមិនឆ្ងាញ់បើយើងស្ងោរភ្លាមញ៉ាំភ្លាមវារៀងឈប់តែវាអត់ទៅឆ្ងាញ់ទេចឹងណាបងប្អូនចាតែបើស្ងោរភ្លាមញ៉ាំភ្លាមតែរៀងស្ងោរយើងស្ងោរម្រះស្ងោររៀងយូរអីចឹងទៅបងប្អូនចាហើយស្ងោរម្រះបើសិនជាបងប្អូនមានពេលវេលាច្រើនអាចស្រស់ក៏បានដែរចាបើសិនជាបងប្អូនអត់បានស្រស់អត់បានអីទេអានឹងបងប្អូនបង្ងស់ឲ្យយូរទៅគឺវាឆ្ងាញ់តែម្ដងចាហើយសម្រាប់ស្ងោរម្រះចាចាស់ពីដើមចូលចិត្តខ្លាំងណាបងប្អូនអើយនិយាយថាខ្ញុំកាលពីក្មេងវិញណាយូរបានស្ងោរម្រះហ្នឹងម្ដងគឺសុបាយចិត្តណាបងប្អូនចាយើងពីក្មេងយើងអត់សូវចេះញ៉ាំម្រះហ្នឹងយើងមិនខួងសាច់ខាងក្នុងញ៉ាំត្រូវអត់ចាពីក្មេងចាឲ្យតែពេលញ៉ាំស្ងោរម្រះហ្នឹងគឺខួងតែខាងក្នុងទេដោយសារម្រះគឺល្វីងគេទៅកាន់ណាល្វីងយើងញ៉ាំអត់កើតអីចឹងទៅដល់ពេលអញ្ចឹងខួងនៅខាងក្នុងបងប្អូនណាចាមានពពេលហើយអតីតពីក្មេងខ្លះចាអញ្ចឹងអ្នកចាសិតតែមានអតីតពីក្មេងតែម្ដងចាហើយម្រះរបស់យើងបងប្អូននេះគឺយើងស្ងោរឆ្អិនឯងបងប្អូនឆ្ងាញ់ចេះបងមិនម្រះហ្នឹងខ្ញុំអត់ឃើញបែរញាត់មានតិចកដោអីឥឡូវមានតិចកដោបងប្អូនអត់ទេណាចេះឆ្ពិនភ្នែកតាមពិតទៅបងប្អូនពេលដែលស្ងោរម្រះឆ្អិនហ្នឹងចាគឺខ្ញុំអត់បានថតទេដល់ពេលនេះខ្ញុំយកវីដេអូចាស់មក